បាទសួស្តីអ្នកទាំងគ្នាស្វាគមន៍មកកាន់វីដេអូថ្មីទាក់ទងជាមួយនឹង Microsoft Word ទៅលើចំណុច page border អញ្ចឹង page border ប្រើសម្រាប់ដាក់សុំព័ត៌ជំវិញសរុបពីការរបស់យើងអញ្ចឹងដើម្បីប្រើប្រាស់ page border បានយើងអាចចូលក្នុង design tab ណា design tab ចូលពាក្យថា page border អញ្ចឹង page border នេះវាមាននេះ setting របស់វាមាន box មាន shadow មាន 3D មាន custom អញ្ចឹងយើងមើលឃើញថាបើយើងចុច box វានឹង load បែបហ្នឹងណាហើយចុច shadow លុបបែបហ្នឹង 3D ណា 3D យើងតតែយើងរើស style បន្ថែមណា style លក្ខណៈ 3D បែបនេះចេញហើយពេលដែល custom យើងអាចធ្វើការដកនៅជ្រុងខាងលើខាងក្រោមឆ្វេងស្ដាំបានណាផ្ទៃព័ទ្ធជុំវិញខាងលើខាងក្រោមខាងឆ្វេងស្ដាំហ្នឹងអញ្ចឹងយើងអាចនៅកន្លែង style នេះណាហើយ style នេះយើងអាចដូរនៅ mode ណា mode យើងអាចដូរនៅ mode បាននៅនេះដូរ mode ទៀតបានអញ្ចឹងនៅពេលដែលយើង custom យើងអាចចុចមួយទៀតបានបើយើងដាក់ box យើងអាចដូរ mode បានដូរ mode ទៀតបានអញ្ចឹង mode មានច្រើននៅកន្លែងនេះគឺការដាក់ពណ៌ណាការដាក់ពណ៌ឲ្យសុំអញ្ចឹងហើយត្រង់ width នេះគឺទំហំនៃសុំព័ទ្ធជុំវិញហ្នឹងកាន់តែធំឃើញកាន់តែធំណាអញ្ចឹងខ្ញុំអូខេសិនមកតែផ្ទៃព័ទ្ធជុំវិញគឺសុំព័ទ្ធជុំវិញណាសកិច្ចការរបស់យើងអញ្ចឹងខ្ញុំចូលកន្លែង page border ដដែលណាអញ្ចឹងកន្លែងនេះវាមានត្រង់ចំណុច art នេះណា art អញ្ចឹងនៅត្រង់ art ហ្នឹងវាមាន style ជាច្រើនណាមានដើមឈើមានអីបេះដូងរបស់យើងមកអញ្ចឹងខ្ញុំដាក់ style រូបកាយនេះមកដាក់បេះដូងមកអញ្ចឹងកន្លែងបេះដូងនេះខ្ញុំធ្វើការតម្លើងនៅទំហំបេះដូងខ្ញុំធំតិចមកអញ្ចឹងខ្ញុំអូខេណាអូខេអញ្ចឹងយើងទទួលបានរូបបេះដូងបែបនេះទទួលបានរូបបេះដូងបែបនេះអញ្ចឹងតកតងជាមួយនឹង border ហ្នឹងវាមានកន្លែងណា apply to ណា apply to អញ្ចឹងកន្លែង whole document នេះមានន័យថាយើងដាក់នៅគ្រប់ទំព័រទាំងអស់អញ្ចឹងឧទាហរណ៍ថាខ្ញុំបង្កើតនៅទំព័រថ្មីខ្ញុំ insert blank next ណា page break របស់យើងមក insert page break មកអញ្ចឹងបង្កើតទំព័រមួយទៀតហើយអញ្ចឹងពីរទំព័រយើងមើលឃើញថាពីរទំព័រមាននៅទាំងពីរណាអញ្ចឹងបើសិនជា3ទំព័រក៏មានទាំង3ដែរមានទាំង3ណាមានទាំង3អញ្ចឹងតកតមួយចំណុចហ្នឹងឧទាហរណ៍ថាខ្ញុំដាក់ណា design ហើយ click border កណ្ដាលហ្នឹងគឺខ្ញុំយកនៅ option មួយដែលមានដាក់ថា section នេះមានន័យថាណាយើងរៀន section ហើយ section មានន័យថាការផ្ដាច់ទំនាក់ទំនងរវាងទំព័រមួយនិងទំព័រមួយអញ្ចឹងផ្ដាច់ទំនាក់ទំនងពីណាខ្ញុំដាក់ section ខ្ញុំដាក់រូបនេះចុះផ្កាយណាផ្កាយពន្លឺនេះខ្ញុំអូខេអញ្ចឹងវានឹងប្រែប្រួលទាំងអស់ដោយសារតែយើងមើលថា section នេះ section ទី1ឧទាហរណ៍ថាខ្ញុំប្របែក section អញ្ចឹងខ្ញុំប្របែកត្រង់ទំព័រទី1នេះខ្ញុំប្របែកទៅជា section ទី2អញ្ចឹងការប្របែក section យើងចូលទៅកាន់ layout មកហើយយក break យក next page នេះដើម្បីប្របែកជា section មួយទៀតណាអញ្ចឹងយើងចុច next page នេះមកអញ្ចឹងនៅត្រង់ទំព័រទី2នេះគឺវាបង្កើតទំព័រមួយហើយវាប្របែក section តែម្ដងអញ្ចឹង section មានន័យថាផ្នែកមួយហ្នឹងអញ្ចឹងនៅផ្នែកទី2 section ទី2នេះគឺយើងនៅទំព័រទី2នេះអញ្ចឹង section ទី1នៅទំព័រទី1ណាអញ្ចឹងមាន4 page អញ្ចឹងឧទាហរណ៍ថាខ្ញុំអត់ចង់ដាក់ page ទី1ខ្ញុំពណ៌រូបកាយចឹងទេខ្ញុំដាក់ផ្សេងណាព្រោះទំព័រទី2ក៏រូបកាយដែរអញ្ចឹងខ្ញុំចង់ដាក់ផ្សេងខ្ញុំចូល design មកខ្ញុំយក page border នេះមកខ្ញុំដូរផ្សេងយកអីឧទាហរណ៍ខ្ញុំដាក់រូបមេអំបៅហើយខ្ញុំដាក់ទំហំប៉ុណ្ណឹងទំហំតូចជាងនឹងមកខ្ញុំយក this section អញ្ចឹងនៅពេលដែលខ្ញុំអូខេអញ្ចឹង section ទី1របស់យើងគឺមេអំបៅប៉ុន្តែ section ទី2របស់យើងគឺនៅរក្សាដដែលណាគឺជាការផ្លាស់ប្ដូរបែបហ្នឹងវាមាន option មួយទៀតណា option ដាក់ this section ណា first page only អញ្ចឹងមានន័យថាខ្ញុំទៅមើលនៅសរុបកិច្ចការរបស់ខ្ញុំនៅ section ទី2ណាទីឲ្យខ្ញុំឈរលើសរុបកិច្ចការទី2របស់យើង page ទី2ហើយមាន section 2អញ្ចឹង section 2នេះវាមាន page តទៀតមាន3ទំព័រទៀតអញ្ចឹងខ្ញុំធ្វើការដាក់មកខ្ញុំរើសថា first page only អញ្ចឹងមានន័យថានៅទំព័រដំបូងហ្នឹងវាមានសុំព័ទ្ធជុំវិញរូបកាយនេះអញ្ចឹងទំព័របន្ទាប់ទៀតគឺអត់មានទេណាមានទេអញ្ចឹងយើងមើលឲ្យច្បាស់អស់គ្នាអញ្ចឹងយើងអាចមើលឃើញថាទី2ណាទី2គឺមានណា page ទី2នៅ section ទី2មានប៉ុន្តែ page ទី3ទី4នៅ section ទី2ដែរអត់មានទេ
ចឹងវាមាន option មួយទៀតណាវាដាក់ថា this section all except first page ចឹងមានន័យថានៅ section នោះដដែលប៉ុន្តែលើកលែងតែទំព័រដំបូងទេដែលអត់មានរូបកាយហ្នឹងណាលើកលែងតែទំព័រដំបូងគេហ្នឹងចឹងខ្ញុំយក option មួយហ្នឹង apply to option មួយហ្នឹងខ្ញុំអូខេចឹងអូខេយើងអាចមើលឃើញថានៅទំព័រទី2ដែលជា section ទី2ហ្នឹងគឺអត់មានសុំទេប៉ុន្តែយើងមើលទៅទំព័រទី3ទី4ដែលនៅ section ទី2ហ្នឹងគឺមានសុំចឹងនៅត្រង់ចំណុចនេះគឺមានអត្ថន័យបែបហ្នឹងចឹងខ្ញុំដាក់ apply to whole មកខ្ញុំអូខេមកណាទំព័រទី1គឺយើងក៏ទៅបែបហ្នឹងដែរអញ្ចឹងយើងមើលសកម្មភាពរបស់យើងបើសិនជាយើងណាដាក់ផ្ទៃផ្អកជុំវិញចេះក៏បានដែរប៉ុន្តែបើសិនជាយើងចង់យកកាយនេះមកនឹងភ្ជាប់ជាមួយនឹង tick របស់យើងនេះទំហំនៃ tick របស់យើងអញ្ចឹងយើងអាចចូល option មួយចេញប៊ូតុង option នេះមកអញ្ចឹងគេមានរង្វាស់ណារង្វាស់អញ្ចឹងរង្វាស់ measure from រង្វាស់ពីអីរង្វាស់ពី game នៃ page អញ្ចឹងអានេះ game នៃ page តែបើយើងរើសថា tick វានឹងធ្វើការរង្វាស់ពី tick ត្រង់នេះអញ្ចឹងយើងអូខេមកយើងអូខេទៀតមកអញ្ចឹងវាធ្វើការចាប់នៅ page យើងចាប់នៅ page យើងនេះចាប់ពី page ឯនេះមកណាអត់មែន game ត្រង់នេះទេអញ្ចឹងជាមួយនឹង page border ណាមានតែប៉ុណ្្នឹងឯងនៅចំណុចសំខាន់របស់វាហ្នឹងអញ្ចឹងបើសិនជាមានសំណួរអាចសាកសួរបានក្នុង channel របស់បានហើយ Telegram ក៏បានជួបគ្នានៅវីដេអូក្រោយទៀតបាទ